Clam Tlay Cái trò này lo với lệ tê សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនយើងណាខ្លះដែលកំពុងព្យាយាម cover បទចម្រៀងនៅលើ Suno តែ cover ទៅអត់បាន upload បទចម្រៀងអត់ចូលអញ្ចឹងបងប្អូនអាចមើលវីដេអូខ្ញុំនេះបានគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀប cover បទចម្រៀងបាទមិនថាបទដើមបទសម័យអីទេគឺយើងអាចធ្វើបានទាំងអស់តែយើងត្រូវមាន technique ធ្វើព្រោះយើងអត់មាន technique ធ្វើទេគឺយើង upload បទចម្រៀងអត់ចូលទេអញ្ចឹងជាដំបូងគឺបងប្អូនត្រូវទៅ download បទចម្រៀងដែលបងប្អូនយើងចង់យកមក cover សិនមកបន្ទាប់មកបងប្អូនយើងបើកមកកាន់កម្មវិធី CapCut បាទយើងធ្វើការបើក CapCut មកបាទពេលដែលយើងបើកមកបែបនេះយើងចុចពាក្យ create project បាទយើងបានហើយយើងធ្វើការអូសចម្រៀងដែលយើងចង់ cover នឹងចូលមកមិនថាវីដេអូឬក៏ចម្រៀងទេយើងអាចអូសវាចូលមកយើងអូសជា file mp3 ហ្មងក៏បានវីដេអូដូចខ្ញុំចេះក៏បានបាទបន្ទាប់មកខ្ញុំអូសទម្លាក់វាមកក្រោមចេះទៀតហើយយើងធ្វើការរងចាំតិចឲ្យវាដើរចប់មកអូខេបើសិនជាវាដើរចប់ហើយអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវមើលឡើង speed នេះចុះបងប្អូនដាក់វាគុណ3មកបាទយើងដាក់គុណ3អញ្ចឹងណាបន្ទាប់មកយើងធ្វើការ export បងប្អូនយក audio បានហើយយើងកុំគ្រីសវីដេអូយើងគ្រីសយកទៅ audio បានហើយបន្ទាប់មកយើងធ្វើការរើសកន្លែងដាក់ទៅបាទហើយខ្ញុំធ្វើការដាក់ចំណងជើងបាទខ្ញុំដាក់ចំណងជើងបត់ហ្នឹងគឺ100,000សារភាពហើយចុច export មកអានេះខ្ញុំអត់យកសំនៀងដើមដោយសារសំនៀងដើមវាមាន copyright អញ្ចឹងពេលដែលខ្ញុំផុសជូនបងប្អូនទៅគឺផុសអត់បានទេអញ្ចឹងខ្ញុំយកអាសំនៀងនេះបងប្អូនយើងដឹងហើយទោះយើងយកអ្នក cover យកទៅ upload ក៏ upload អត់បានដែរសម្រាប់លើ Suno អាហ្នឹងបើសិនយើងអត់មាន technique ណាប៉ុន្តែបើយើងមាន technique គឺយើងអាច upload បានមិនថាបទហ្នឹងមាន copyright ឬអត់ទេដោយសារខ្ញុំអត់យកបទដើមព្រោះខ្ញុំខ្លាចពេលខ្ញុំផុសចូល YouTube ទៅវាអត់ចេញបាទអញ្ចឹងឥឡូវយើង export បានហើយជំហានបន្ទាប់គឺយើងចូលមកកាន់ Suno របស់យើងបាទយើងបើកមកកាន់ Suno មករងចាំវាបន្តិចយើងចុចឡើង create បាទចុចឡើង create ហ្នឹងមកហើយយើងធ្វើដូចរាល់ដងចុច upload ចុច audio ចុច upload អូខេបន្ទាប់មកចុចរើសបទចម្រៀងរបស់យើងចុច open ហើយយើងធ្វើការចុច continue អូខេហើយយើងរងចាំឲ្យវាដើរឲ្យចប់ទៅជាមួយយើងដាក់ technique បែបនេះជាមួយវា upload ចូលអត់នេះឥឡូវវា upload ចូលហើយណាប៉ុន្តែយើងស្ដាប់អត់បានទេព្រោះយើងដាក់ speed វាគុណ3អញ្ចឹងវាញាប់មែនតើឥឡូវខ្ញុំសាកអត់ដាក់ speed បាទខ្ញុំដាក់ធម្មតាវិញបន្ទាប់មកខ្ញុំ export ខ្ញុំយក mp3 ដែរបាទខ្ញុំអត់កែចំណងជើងទេចុច export យកមកបាទយើងរកចាំឲ្យវា export ឲ្យពេញមកបាទឥឡូវយើង export ពេញហើយយើងចុចបិទវាវិញមកហើយយើងសាក upload បទចម្រៀងដើមរបស់គេដោយយើងអត់បានកែអូខេយើងចុចមកនេះចុច open ចឹងឃើញថាអត់បានទេបាទបងប្អូនយើងខ្លះគាត់ upload ទៅវាអត់ចេញអញ្ចឹងទេវាឲ្យយើងចុច OK ចុច continue អីហើយតែវា load ពណ៌ក្រហមមកកន្លែងនេះពណ៌ទឹកក្រូចគឺវាបញ្ជាក់នេះតែមិនមែន load អញ្ចឹងទេ load ពណ៌ទឹកក្រូចអញ្ចឹងដែរតែវា load ផ្សេងពីហ្នឹងបាទអញ្ចឹងមិនបាច់នាំវែងឆ្ងាយទេយើងតវីដេអូយើងទៀតទៅកុំឲ្យខាតពេលបាទហើយបងប្អូនឃើញបទហ្នឹងតា44វិនាទីទេអញ្ចឹងវាលឿនពេកអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងចុចកន្លែង tray 3នេះហើយចុចពាក្យ edit ហើយអូសមកក្រោមគេយកកន្លែងសំទោសនេះយក open in edit ពេលដែលបងប្អូនយើងអត់ធ្លាប់ open in edit វាចេញមកមានផ្ទាំងមួយទៀតដើម្បីឲ្យបងប្អូនយើងចុចអញ្ចឹងបងប្អូនយើងធ្វើការចុចតាមវាប្រាប់ហ្នឹងទៅបាទតែបើសិនអ្នកធ្លាប់ open in edit ហើយបទចម្រៀងវា load ចូលមកបែបនេះបងប្អូនយើងក៏លេខមកមើលកន្លែងនេះឃើញ150 tempo វាអញ្ចឹងវាញាប់ខ្លាំងមែនតើដោយសារយើងបានធ្វើការកែវាដាក់គុណនឹង3អញ្ចឹងបើកន្លែងនេះឃើញលេខប្រមាណបងប្អូនត្រូវយកវាទៅចែកនឹង3អញ្ចឹង150ចែក3យើងបាន50បាទយើងដាក់ទៅ50មកអូខេហើយយើងអាចសាកស្ដាប់បទចម្រៀងរបស់យើងមើលថាតើវាញាប់ឬយឺតជិះវានៅយ៉ាងញាប់ទៀតបាទខ្ញុំដាក់វាត្រឹម45
ខ្ញុំ play ម្ដងទៀតនេះយឺតពេកដាក់47អូខេយើងយកប៉ុណ្ណឹងហើយបងប្អូនមិនបាច់ឆ្ងល់ទេថាស្ដាប់ទៅឮសូងងងអញ្ចឹងយើងមិនបាច់ខ្វល់ទេចុច save new song មកអូខេឥឡូវវា save ហើយយើងធ្វើការចូលមកកាន់កន្លែង create វិញហើយបងប្អូននឹងឃើញបទ100,000សារភាពហើយគេបើកវងកញ្ចក់ដាក់ធ្វើ edit បាទចឹងយើងមើលបទដើមគេទៅវាប្រហែលនាទី3នាទី40ចឹងអ្វីដែលយើងត្រូវធ្វើយើងត្រូវដាក់នាទីវាឲ្យដូចបាទយក open and edit វិញមកអូខេឥឡូវវាចេញមកបែបនេះយើងយកអាម៉ៅនេះបាទទៅដាក់កន្លែងខាងចុងដាក់ខាងចុងឃើញថា2នាទីអញ្ចឹងយើងតម្លាក់ tempo ទៀតមកបាទនេះយើងយកត្រឹម30យើងមើលនាទីវាឃើញវា3នាទីចុច40អញ្ចឹងយើងចុច save as new song នេះមកហើយយើងចុច line create វិញមកអញ្ចឹងនេះបទហ្នឹងណា edit ហើយមាន edit មួយទៀតអញ្ចឹង edit 2ជាន់ណាយើងចាំមើលនាទីវាចាំមើលនាទីវាត្រូវគ្នាអត់ 3.41 វាលើសបន្តិចក៏អត់អីដែរយើងចុច tre 3យើងយក remix យកពាក្យ cover អូខេ lyric វាចូលនេះយើងធ្វើការលុបចោលទៅ style អីអស់ហ្នឹងយើងលុបចោលមកហើយចុច control A លើ lyric មកយើងលុបចោលហើយសួរថាយើងបាន lyric មកពីណាគឺបងប្អូនបើកផ្ទាំងមួយទៀតហើយបងប្អូនវាយពាក្យ smoothនេះបងប្អូនវាយអាកម្មវិធីច្រៀង karaoke ហ្នឹង smooth ចុចលើហ្នឹងមកហើយយើងចុចកន្លែង search យើងវាយពាក្យថា100,000សារភាពបាទនេះគឺ100,000សារភាពយើងមើលមកនេះឃើញគេដាក់ពាក្យថា lyric យើងចុចលើ lyric ហ្នឹងមកយកកន្លែង សិនស៊ីសមុទ្រនេះក៏បានដែរនេះអញ្ចឹងបងប្អូនឃើញណាគឺវាមាន lyric ហើយអញ្ចឹងបងប្អូនធ្វើការ copy វាមកនេះវាខ្លីពេកបទហ្នឹងខ្លីណាឃើញយកឡើងតាសិនស៊ីសមុទ្រមិញចាស់ចុចត្រឹមលេខ1នេះមក copy ហើយយើងយកវាមកផាសចូលកន្លែង lyric sono របស់យើងមកនេះអូខេកន្លែងនេះយើង enter វាដក clear មកបន្ទាត់មកអានេះយើងបើកវងកញ្ចក់ដាក់ instrument មកបើកធៀបដាក់ instrument solo ហើយបិទធៀបវិញអូខេហើយកន្លែង style នេះយើងធ្វើការ copy វាមួយមកបាទនេះយើងចុច control A មកហើយ copy ហើយយើងចូលមកកាន់ Suno របស់យើងវិញយើងធ្វើការផាសអូខេហើយយើង copy ចំណងជើងយើងយកមកដាក់កន្លែងចំណងជើងនេះ song title កន្លែងនេះយើងធ្វើការកំណត់មកស្រីឬប្រុសបាទខ្ញុំឲ្យប្រុសច្រៀងអូខេបន្ទាប់មកយើងធ្វើការចុច create ហើយយើងរងចាំបន្តិចទៅនេះបទវាចាប់ផ្ដើម create ហើយឥឡូវវាដាក់ថា cool not generate យក lyric content copyright អញ្ចឹងបានន័យថា lyric របស់យើងនេះវាជាប់ copyright អញ្ចឹងយើងត្រូវធ្វើមួយទៀតអញ្ចឹងយើងបើកផ្ទាំងមួយទៀតមក
ចូលមកកាន់ Gemini បងប្អូន search Gemini អញ្ចឹងមកហើយចូលមកកាន់ Gemini មកបន្ទាប់មកបងប្អូនទៅ copy prompt មួយទៀតបាទនេះគឺ prompt មួយនេះបាទយើងផាសវាចូលមកចុចបញ្ជូនបន្ទាប់មកយើងធ្វើការដាក់ lyric យើងចូលមកទៅ copy lyric យើងមកនេះ lyric របស់យើង Ctrl A Ctrl C ហើយយកមកផាសមកយករងចាំវាបន្តិចទៅបាទអញ្ចឹងឥឡូវវាចេញមកនេះឃើញអត់អញ្ចឹងឥឡូវយើងធ្វើការ copy lyric ហ្នឹងមកនេះចុចសញ្ញា copy ចុចលើពាក្យ copy ហ្នឹងមកយើងចូលមកកាន់ Suno របស់យើងវិញហើយយើងលុបអា lyric នេះចោលវិញបាទ lyric ហ្នឹងយើងលុបចោលមកហើយយើងផាស lyric ថ្មីដែលយើងឲ្យ Gemini ទៅសេឲ្យតបមក style បាទគឺយើងទៅ copy style ដែរមកផាសចូលមកហើយយើងចុច create ម្ដងទៀតតែមិញដោយសារខ្ញុំភ្លេចដាក់ចំណងជើងបាទនេះកន្លែងចំណងជើងនេះខ្ញុំភ្លេចដាក់អញ្ចឹងបានវាចេញអីមកនេះអញ្ចឹងយើងមិនបាច់ភ័យទេយើងចាំសរសេរក្រោយក៏បានដែរឥឡូវបត់វាកំពុងតែចាប់ផ្ដើមធ្វើការ generate ហើយយើងអាចចុច play បានហើយនេះលោកធ្វើការចុច play មកស្រមៃផ្អែមល្ហែមស្ងួនពងងារប្រលឹងថ្លើមថ្លៃបាទអានេះដោយសារខ្ញុំរើសខុសបាទអញ្ចឹងវាច្រៀងមកខុសហើយដោយសារខ្ញុំភ្លេចមើលកន្លែងនេះយើងរើស audio របស់យើងវិញសិនបាទកន្លែងនេះនេះយក edit យកពាក្យ cover បាទខ្ញុំយកអានេះហើយឲ្យវានៅ style របស់ខ្ញុំដែរមើលកន្លែងនេះយើងលុបចោលមកហើយយើងធ្វើការរើសបាទរើសប្រុសដាក់ចំណងជើងមកហើយបងប្អូនត្រូវប្រកាសថាយើងយក version 5.5 បានវាច្រៀងខ្មែរច្បាស់បាទអញ្ចឹងយើងមើលកន្លែងនេះច្បាស់នេះអាខាងលើនេះវាជាប់អាភ្លេងដែលយើងបាន upload ចូលនៅដល់ខ្ញុំ generate នេះខ្ញុំភ្លេចមើលគឺអត់ទាន់បានជាប់ភ្លេងហ្នឹងបាទអញ្ចឹងយើងចុច generate ម្ដងទៀតចុច create បាទសុំទោសឥឡូវយើងចង់ចាំលទ្ធផលទាំងអស់គ្នាថាតើវាមិនដែរអូខេចាំបន្តិចហ្នឹងបាទឥឡូវយើងធ្វើការចុចស្ដាប់ទាំងអស់គ្នាទៅថ្លើមថ្លៃកាយចរណៃល្អໄວម្លេះទេភ្នែកវល់មុខស្រស់មានស្នេហ៍ល្អលើខែរះពេញបូមីទៅទៀតបាទបទនេះវាច្រៀងលាយស្រីបាទមិនដឹងវាកើតអីវាទេឥឡូវយើង play អាខម្ដងស្ងួនពងងារប្រលឹងថ្លើមថ្លៃកែវចរណៃល្អໄວម្លេះទេភ្នែកវល់មុខស្រស់មានស្នេហ៍ល្អ
លើខែរះពេញបូមីទៅទៀតអលើខែរះពេញបូមីចង់តែច្រៀងបំពេអាយគេចង់កំប្លាយងៃស្រីញោ បាទបទនេះវាច្រៀងប្រុសសុទ្ធតែវាច្រៀងអត់សូវត្រូវអត់ត្រូវអក្ខរាវិរុទ្ធណាអញ្ចឹងខ្ញុំសូមធ្វើការកែកន្លែង style នេះខ្ញុំដាក់ថា male vocal យើងដាក់ថា male vocal only ហើយយើងចុច create ម្ដងទៀតអូខេឥឡូវវាចាប់ផ្ដើម create ឲ្យយើងហើយយើងរងចាំវាតិចទៅឥឡូវយើងអាច play បានហើយយើងចុច play មើល ស្ងួនពងងារប្រលឹងថ្លើមថ្លៃកាយចរណៃល្អវៃម្លេះទេភ្នែកថ្ពលមកស្រស់មានស្នេហ៍ល្អលើខែរះពេញបូមីទៅទៀតចង់តែច្រៀងបំពេគេចង់កំប្លែងអើយស្រីញញឹមចង់ចាប់ញីទាំងព្រឹកប្រលឹមចង់តែផ្ទឹមរៀបការនឹងអូញោបងសំថាបពីចំងាយថាបឆោមឆាយក្នុងក្តីស្រមៃសូមយល់សត្វទាំងញប់ទាំងថ្ងៃឃើញតែថ្លៃគុំឃើញអ្នកងាសូមសាភាពក្រាបដល់ធរណីលើកដៃពីសូមសំពះអង្គវគុំខឹងនឹងបងអ្នកក្រស្នេហ៍ស្រីល្អភ្លេចឋានៈខ្លួនណែបទនេះច្រៀងល្អបងប្អូនយល់យ៉ាងណាដែរចំពោះបទដែលយើង generate ក្រោយនេះឥឡូវយើងស្ដាប់បទទី2 ថ្លើមថ្លៃកែវចរណៃល្អអ្វីម្លេះទេភ្នែកថ្ពលមកស្រស់មានស្នេហ៍ល្អលើខែរះពេញបូមីទៅទៀតចង់តែច្រៀងបំពេគេ
កំប្លែងអើយស្រីញញឹមចង់ចាប់ញីទាំងព្រឹកប្រលឹមចង់តែផ្ទំរៀបការនឹងអូញងសុំថាពីចង់ងាយថាបឆោមឆៃក្នុងក្តីស្រមៃក្នុងក្តីស្រមៃសូមយកសពទាំងយប់ទាំងថ្ងៃឃើញតែថ្លៃគុំឃើញអ្នកណាមិនចង់ឃ្លាតឆ្ងាយសូមសាភាក្រាបដល់ធនីលើកដៃពីសំពះអង្វរគុំខឹងនឹងបងអ្នកក្រស្នេហ៍ស្រីល្អភ្លេចថាអ្នកខ្លួនសាភាពសូមសាភាពថាបងស្នេហ៍ស្រីអស់ពីបេះដូងឆ្លើយចាស់មកណាពីស័យស្រីអីក្តីសង្ឃឹមបងផងស្រីអីក្តីសង្ឃឹមបងផងស្ងប់ស្ងាត់អូខេឥឡូវឃើញថាវាច្រៀងត្រូវច្រៀងបរុសហើយយើងអាចយកបានហើយយើងធ្វើការចុច download វាទៅយើងចុច tre 3យើងនឹងឃើញពាក្យ download បងប្អូនយកជា MP3 ក៏បានយកជា WAV ក៏បានខ្ញុំយក MP3 ហើយដោយសារខ្ញុំចុចយក WAV អត់កើតទេព្រោះខ្ញុំផុតថ្ងៃដែលត្រូវបង់លុយឲ្យខាង Suno អញ្ចឹងគេអត់ឲ្យយើង download ជា WAV បានទេអញ្ចឹងខ្ញុំ download ជា MP3 យើងស្រឡាញ់បទណាយើង download បទហ្នឹងទៅអញ្ចឹងខ្ញុំស្រឡាញ់ទាំងពីរហ្នឹងខ្ញុំ download យកទាំងពីរបាទនេះបទទី1បាទហើយនេះបទទី2ហើយសម្រាប់វីដេអូយើងគឺមានប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងធ្វើបានទាំងអស់គ្នា